ត្រជាក់បាន3អង្សាបន្ទាប់ពីយើងបានជួសជុលរួចរាល់បាទនេះគឺជារថយន្ត Chevrolet Traveler ឆ្នាំ020បាទដែលមានបញ្ហាម៉ាស៊ីនត្រជាក់ដែលការម៉ូតូត្បូងគឺក្តៅខ្លាំងមែនទែនជាអត់កាត់ទេបាទអញ្ចឹងបន្ទាប់ពីយើងបានផ្លាស់ប្ដូរគ្រឿងខាងក្នុងមួយចំនួនបាទដែលមួយចំនួននេះមួយឈុតធំបាទដែលមានកញ្ច្រែងក្នុងកញ្ច្រែងក្តៅកញ្ច្រែងត្រជាក់មុខក្រោយរួចរាល់លាងសម្អាតប្រព័ន្ធតាយោបានស្អាតរួចរាល់ហើយក៏យើងធ្វើការបញ្ចូលហ្គាសតាមគីឡូត្រឹមត្រូវបាទហើយក្រុមការងារក៏បានរៀបចំរួចរាល់ផងដែរបាទអញ្ចឹងមិនបង្អង់យូរទេបន្ទាប់ពីយើងបានបញ្ចូលហ្គាសគ្រប់គីឡូត្រឹមត្រូវរួចរាល់អស់ហើយបាទហើយយើងក៏ចាប់ផ្ដើមដល់ម៉ោងវិភាគសាធារណៈម្ដងដើម្បីប្រកាសថាឡាននឹងអាចប្រគល់ជូនអតិថិជនបានបាទចំពោះតិចវិញរហូតដល់កកទៅយោដល់ក្រៅឯណោះបាទហើយក៏យើងចាប់ផ្ដើមបើកសាល់វងបញ្ជាក់ដើម្បីដឹងថាតាយោនឹងមានបញ្ហានៅកន្លែងណាខ្លះអញ្ចឹងណាបងប្អូនបន្ទាប់ពីយើងបានដោះបំបែកគ្រឿងខ្លះបាទអញ្ចឹងការត្រជាក់គឺ3អង្សាហើយបាទអញ្ចឹងយើងអាចប្រគល់ជូនម្ចាស់រថយន្តវិញយកទៅប្រើប្រាស់បានបាទអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាដែលមានបញ្ហាប្រព័ន្ធម៉ាស៊ីនត្រជាក់ឬក៏បញ្ហាផ្សេងអាចតាក់ទងមកយានដ្ឋាន Microsoft បានបាទនៅទីនេះគឺយើងមានទទួលជួសជុលគ្រឿងទូទៅហើយធានាបាទច្បាស់លាស់ជូនពុកម៉ែបងប្អូនទាំងអស់គ្នាណាបាទសូមអរគុណច្រើនពុកម៉ែបងប្អូនទាំងអស់គ្នាសូមជូនពរមានសុខភាពល្អទទួលរកស៊ីមានបាន